កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកានិងលើកទិសដៅការងារខែធ្នូឆ្នាំ2025របស់រដ្ឋបាលខេត្តស្វាយរៀងអាដាមប៉េងពោធិ៍សាអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកានិងលើកទិសដៅការងារខែធ្នូឆ្នាំ2025របស់រដ្ឋបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃច័ន្ទ4កើតខែមករាឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025នេះនៅសាលប្រជុំនិន្ទាអគារខសាលាខេត្តស្វាយរៀងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងឯកឧត្តមប្រធានសាលាដំបងខេត្តតំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបងខេត្តលោកមេធាវីរដ្ឋបាលខេត្តលោកស្រីអភិបាលរងខេត្តលោកនាយករដ្ឋបាលសាលាខេត្តលោកស្នងការនគរបាលខេត្តលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀងលោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិបាវត្តនិងព្រៃវល្លិលោកស្រីប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្តលោកអភិបាលក្រុងស្រុកទាំង8លោកស្រីនាយកទីចាត់ការប្រធានអង្គភាពចំណុះសាលាខេត្តនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតមានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តបានថ្លែងនៅការអរគុណចំពោះកងកម្លាំងនិងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់សហការការពារសន្តិសុខសណ្ដាប់ធ្នាប់បានល្អក្នុងឱកាសនៃការរៀបចំពិធីជួបប្រស្រ័យមិត្តភាពរវាងប្រមុខក្រសួងការពារជាតិកម្ពុជានិងក្រសួងការពារជាតិប្រទេសវៀតណាមនៅទីតាំងបង្គោលព្រំដែនលេខ171នាពេលកន្លងទៅក៏ដូចជាការការពារសន្តិសុខសណ្ដាប់ធ្នាប់បានល្អជូនប្រជាពលរដ្ឋបានល្អនៅក្នុងខេត្តឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់មួយចំនួនដូចខាងក្រោម1មន្ទីរកសិកម្មនិងអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យតាមដានការប្រមូលផលស្រូវរបស់ប្រជាពលរដ្ឋនិងតម្លៃទីផ្សារនៃការលក់ដូរ2អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យទៅលើការសាងសង់សំណង់នានាដែលរំលោភមកលើដីចំណីផ្លូវសាធារណៈនិងត្រូវចាត់វិធានការទប់ស្កាត់ឲ្យទាន់ពេលវេលា3រដ្ឋបាលក្រុងស្រុកត្រូវបន្តយកចិត្តទុកដាក់លើការងារពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាពដូចជារក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អជូនប្រជាពលរដ្ឋ4ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់5រដ្ឋបាលក្រុងស្រុកត្រូវបន្តការសហការតាមដានព័ត៌មានដែលបានផ្សាយពីចំណុចអវិជ្ជមាននានាពីមូលដ្ឋានរបស់ខេត្តត្រូវពិនិត្យដោះស្រាយនិងឆ្លើយតបឲ្យបានត្រឹមត្រូវទាន់ពេលវេលា6រដ្ឋបាលក្រុងស្រុកនិងជំនាញពាក់ព័ន្ធត្រូវបន្តការខិតខំដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងបណ្ដឹងព្រមទាំងសំណើសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន7ក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកលខាងមុខនេះរដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវរៀបចំតុបតែងភ្លើងលម្អនៅតាមទីសាធារណៈនានាក៏ដូចជាអង្គភាពរបស់ខ្លួនឲ្យបានស្រស់ស្អាតដើម្បីទទួលអំណរសាទរឆ្នាំថ្មីឆ្នាំសកល2026